ខ្ញុំបាទនោះសុខាសូមគោរពបាទនឹងស្វាគមន៍ទស្សនិកជនមកកាន់កម្មវិធីមួយសន្លឹកដើម្បីអនាគតយើងដែលជាកម្មវិធីមួយបង្ហាញជូនពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7ដែលនឹងប្រព្រឹត្តទៅបាទនៅថ្ងៃទី23ខែកក្កដាឆ្នាំ2023នេះនៅក្នុងកម្មវិធីរបស់យើងនាសប្តាហ៍នេះយើងលើកយកប្រធានបទស្ដីពីគោលនយោបាយនិងសមិទ្ធផលរបស់គណៈបកនយោបាយដែលត្រូវចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះបាត់ទស្សនិកជនជាទីមេត្រីយើងឃើញថាពេលវេលានៃការឃោសនាកម្មវិធីនយោបាយរបស់គណៈបកនយោបាយគឺបានមកដល់ហើយគឺយុទ្ធនាការរកសម្លេងឆ្នោតដែលមានរយៈពេល21ថ្ងៃគឺចាប់ពីថ្ងៃទី1ដល់ថ្ងៃទី21ខែកក្កដានេះនៅក្នុងការបោះឆ្នោតបាត់ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7នេះគណៈបកនយោបាយចំនួន18បាទនៅក្នុងនោះមានបេក្ខជនពេញសិទ្ធិឈរឈ្មោះចំនួន1614នាក់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះបញ្ជីទទួលស្គាល់ឲ្យចូលរួមប្រកួតប្រជែងគណៈបកនយោបាយនីមួយៗត្រូវផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនជាពិសេសសមិទ្ធផលដែលខ្លួនសម្រេចបានទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដើម្បីឲ្យពួកគាត់បោះឆ្នោតគ្រប់គ្រងបាត់បន្តិចទៀតនេះយើងនឹងជួបជាមួយនឹងអាដាមសួរចារ៉ាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកំពុងដឹកនាំរាជរដ្ឋាភិបាលដើម្បីឆ្វេងយល់ថាតើគណៈបកប្រជាជនកម្ពុជាមានអ្វីដែលលើសពីកម្មវិធីនយោបាយដែលត្រូវបង្ហាញទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដើម្បីឲ្យពួកគាត់បន្តបោះឆ្នោតទៅគ្រប់គ្រងក្រៅពីអាដាមស៊ូយ៉ារ៉ាក្រុមការងារកម្មវិធីមួយស្លឹកដើម្បីអនាគតយើងក៏បានជួបសម្ភាសថ្នាក់ដឹកនាំគណៈបកនយោបាយមួយចំនួនផ្សេងទៀតផងដែរដែលត្រូវចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី23ខែកក្កដាខាងមុខនេះដើម្បីចង់ដឹងថាតើគណៈបកនយោបាយទាំងនោះមានគោលនយោបាយអ្វីខ្លះនិងស្នាដៃសំខាន់អ្វីខ្លះដែលត្រូវផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតបាទប៉ុន្តែមុននឹងជួបគណៈបកនយោបាយទាំងនោះខ្ញុំបាទសូមគោរពអញ្ជើញបាទទស្សនិកជនបាទទស្សនានៅបទអត្ថាធិប្បាយស្ដីពីគោលការណ៍នៃការឃោសនាបោះឆ្នោតដែលត្រូវបានកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទីដែលផ្អែកទៅលើគោលការណ៍ស្មារតីសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសោភ័ណភាពសាធារណៈស្លាកសញ្ញាគណៈបកនយោបាយនិងសម្ភារៈឃោសនារបស់គណៈបកនយោបាយមិនត្រូវអនុញ្ញាតឲ្យលើកឬបិទនៅបរិវេណឬលើអគារឬការិយាល័យរបស់រដ្ឋនោះទេរាល់ការស្ទង់មតិនិងការផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធទៅនឹងការបោះឆ្នោតត្រូវបញ្ឈប់7ថ្ងៃមុនថ្ងៃបោះឆ្នោត
ជនដោយស្មើភាពក្នុងពេលឃោសនាបោះឆ្នោតគ្រប់បេក្ខជននិងគណៈបកនយោបាយទាំងអស់ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរមិនត្រូវបង្គាប់បញ្ជាឲ្យអ្នកគាំទ្ររបស់ខ្លួនទៅហែកឬបំផ្លាញចោលសម្ភារៈឯកសារឃោសនារបស់គណៈបកនយោបាយឬនឹងបេក្ខជនដទៃទៀតគ្រប់គណៈបកនយោបាយឬបេក្ខជនឬតំណាងទាំងអស់ត្រូវជៀសវាងប្រព្រឹត្តអំពើគំរាមកំហែងឬបំផិតបំភ័យឬអំពើហិង្សាទៅលើប្រជាពលរដ្ឋទៅលើគណៈបកនយោបាយហើយមិនត្រូវគំរាមឬបំផិតបំភ័យនិងលួងលោមឲ្យបុគ្គលផ្តិតមេដៃឬស្បត់ឬសន្យាបោះឆ្នោតឲ្យគណៈបកនយោបាយណាមួយនោះឡើយមន្ត្រីរាជការស៊ីវិលអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងយុទ្ធពលខេមរៈភូមិន្ទនគរបាលជាតិមន្ត្រីតុលាការមិនត្រូវធ្វើសកម្មភាពដូចជាការប្រើឥទ្ធិពលអំណាចនៃទូនាទីរបស់ខ្លួនដោយប្រយោលឬចំពោះទៅលើដំណើរការបោះឆ្នោតការនិយាយដោយផ្ទាល់ឬដោយប្រយោលឬជាលិលាអក្សរដែលមានន័យគំរាមកំហែងដល់អាយុជីវិតរូបរាងកាយឬការប៉ុនប៉ងបំផ្លិចបំផ្លាញធ្វើឲ្យខូចខាតទ្រព្យសម្បត្តិការដាក់បង្ហាញឬប្រើប្រាស់នៅគ្រឿងសព្វាវុធដើម្បីបំផិតបំភ័យបន្ទាប់ពីបញ្ចប់ម៉ោងធ្វើការឬស្ថិតនៅក្រៅម៉ោងការងារឬមិនស្ថិតនៅក្នុងពេលបំពេញការងារនៅក្នុងសមត្ថភាពផ្លូវការមន្ត្រីរាជការស៊ីវិលអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងយុទ្ធពលខេមរៈភូមិន្ទនគរបាលជាតិនិងមន្ត្រីតុលាការអាចចូលរួមនៅក្នុងសកម្មភាពឃោសនាគាំទ្រចំពោះគណៈបកនយោបាយណាមួយឬបេក្ខជនណាម្នាក់ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋានមិនត្រូវមានអាវុធជាប់នឹងខ្លួននិងមិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែងឡើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហាមមិនឲ្យប្រើប្រាស់ថវិកាសម្ភារៈមធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណៈបកនយោបាយណាមួយឬបេក្ខជនណាម្នាក់នោះទេកោជបក៏ហាមមិនឲ្យប្រើមធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋត្រូវបានកំណត់ដូចជារថយន្តត្រីចក្រយានយន្តទូចក្រយានយន្តនិងជលយានគ្រប់ប្រភេទដែលប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះដែលមានអក្សររាជការឬរដ្ឋនគរបាលខេមរៈភូមិន្ទនិងរាជរដ្ឋាភិបាលបទទស្សនិកជនជាទីមេត្រីអំបញ្ញមិញនេះតាមរយៈបទអត្ថាធិប្បាយយើងឃើញថាគ្រប់បេក្ខជននិងគណៈបកនយោបាយត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតត្រូវជៀសវាងអំពើហិង្សាការបំផិតបំភ័យការគំរាមកំហែងទៅលើប្រជាពលរដ្ឋទៅលើគណៈបកនយោបាយនិងបេក្ខជនឥឡូវនេះបន្ទាប់ពីបានទស្សនានៅគោលការណ៍នៃការឃោសនាបោះឆ្នោតឥឡូវខ្ញុំសូមគោរពអញ្ជើញបាទទស្សនិកជនបាទមកទស្សនានៅការលើកឡើងជាពិសេសការបង្ហាញនៅកម្មវិធីនយោបាយរបស់គណៈបកនយោបាយមួយចំនួនដែលនឹងត្រូវចូលរួមនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី23ខែកក្កដានេះដូចតទៅបាទគណៈបកខ្មែររួមជាតិយើងខ្ញុំនោះគឺបានរៀបចំសម្រិតសម្រាំងគោលនយោបាយជាពិសេសគឺគោលនយោបាយអធិភាពទាំងអស់9ចំណុចទី1គឺពាក្យពន្ធនឹងចាស់ចាប់ពីអាយុ65ឆ្នាំឡើងគឺនឹងទទួលបានប្រាក់ឧបត្ថម្ភយ៉ាងតិច 10,000 រៀលក្នុងមួយខែចំណុចទី2គឺពាក្យពន្ធនឹងកម្មករនោះគឺគោលនយោបាយរបស់គណៈបកខ្មែររួមជាតិនោះគឺប្រាក់ខែគោលយ៉ាងតិចកម្មករប្រាក់ខែគោលយ៉ាងតិច1លានរៀលក្នុងមួយខែបាទ1លានរៀលក្នុងមួយខែហើយចំណុចទី3គឺចំណុចសំខាន់ដែលយើងខ្ញុំខិតខំប្រឹងប្រែងស្រាវជ្រាវរកគោលនយោបាយហើយតើប្រទេសណាបានអនុវត្តទៅវាជោគជ័យឬមិននោះគឺពាក្យពន្ធនឹងបញ្ហាពលរដ្ឋខ្មែរព្យាបាលជំងឺគ្រប់ប្រភេទនៅមន្ទីរពេទ្យរដ្ឋនឹងគឺបង់ថ្លៃតែ 10,000 រៀលទេបាទចំពោះកសិករតម្លៃស្រូវនោះទាបបំផុត 1,200 រៀលក្នុង1គីឡូហើយធានាទីផ្សារនិងតម្លៃកសិផលបញ្ចុះតម្លៃប្រេងជីកសិកម្មការប្រាក់នោះ 3% ក្នុងមួយឆ្នាំចំណុចមួយទៀតគឺពាក្យពន្ធនឹងតុលាការនិងសេវាសាធារណៈយើងធ្វើម៉េចឲ្យតុលាការឲ្យសេវាសាធារណៈនឹងស្អាតស្អំមិនមានយុត្តិធម៌មិនពុករលួយមិនរើសអើងនេះបញ្ហានេះគឺសំខាន់ណាស់ណាមិនពុករលួយមិនរើសអើងនេះគឺសំខាន់
អប់រំបាទគ្រូបង្រៀនប្រាក់ខែគោលយ៉ាងតិច2លានរៀលក្នុងមួយខែមានគុណភាពណាបង្រៀនពេញថ្ងៃកន្លងមកយើងឃើញហើយថាការបង្រៀននោះយើងរៀនកន្លះថ្ងៃបាទតែភាគច្រើនយកចិត្តទុកដាក់ទៅលើការបង្រៀនឯកជនសាលារដ្ឋរបស់យើងនោះយើងរៀនតែកន្លះថ្ងៃទេប៉ុន្តែឥឡូវឃើញកំពុងតែកែប្រែមករៀនពេញថ្ងៃវិញហើយចំណុចមួយទៀតដែលមានសារៈសំខាន់ដែរគឺដែលខ្ញុំបានថ្នាក់ដឹកនាំគណៈបកផ្នែករករួមជាតិនោះបាននាំគ្នាស្រាវជ្រាវដើម្បីរកគោលនយោបាយយ៉ាងម៉េចមកជួយដល់ប្រជាពលរដ្ឋយើងគឺពាក្យពន្ធនឹងលំនៅឋានរដ្ឋគឺអ្នកមានចំណូលទាបណាអ្នកមានដែលចំណូលទាបហ្នឹងនឹងคล้ายទៅជាម្ចាស់កម្មសិទ្ធិផ្ទះហ្នឹងដោយបង់ប្រាក់រំលោះហ្នឹងតែ 4,000 រៀលក្នុងមួយថ្ងៃស្មើនឹង$1បានស្អីថាមួយថ្ងៃបង់$1ហើយមួយខែបង់$30ទេដោយសប្តាហ៍បងប្អូនកម្មករបងប្អូនស្អីយើងជួលផ្ទះគេនោះសិតតែមួយខែ$20-30អីហ្នឹងប៉ុន្តែជួលដល់ពេលតែចប់ទៅអានេះគោលនយោបាយនេះគឺថាបង់មួយថ្ងៃ$រដ្ឋថាពិបាលរដ្ឋហ្នឹងចេញថវិកាទៅសង់ផ្ទះដើម្បីអានេះដូចលក់ឲ្យអ្នកដែលក្រៃក្រអញ្ចឹងបាទក្រៃក្រដូចជាពិសេសកម្មករអញ្ចឹងហើយបានភូមិឃុំមានសុខសុវត្ថិភាពគ្មានល្បែងស៊ីសងគ្មានគ្រឿងញៀនទទួលថវិកាយ៉ាងតិច$50,000មួយឃុំសម្រាប់ធ្វើការអភិវឌ្ឍហើយនឹងបង្កើនការងារ1លានកន្លែងទូទាំងប្រទេសជូនដល់បងប្អូនប្រជាពលរដ្ឋជូនដល់បងប្អូនយុវជនយុវនារីរបស់យើងចំណុចចុងក្រោយគឺពាក្យពន្ធនឹងបន្តប្រវេសណាបន្តប្រវេសជនបរទេសដែលរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជាយើងនឹងអនុវត្តច្បាប់ស្ដីពីបន្តប្រវេសនេះយ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការយោគយល់ដោយមិនមានការអនុគ្រោះឬក៏មន្ត្រីឬក៏អ្នកណាដែលទៅពាក្យពន្ធក្នុងការដែលបន្លំឬក៏ពុករលួយអីទៅឲ្យអ្នកដែលមករស់នៅដោយខុសច្បាប់ហ្នឹងគឺយើងត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងនីតិកាលទី7នេះគណៈបកហ៊ុនស៊ិនប៉ិចយើងបានដាក់ចេញនៅគោលនយោបាយចំនួន9ចំណុចទី1យើងប្រកាសជាអឡារឹកក្នុងការពារនៅរបបប្រជានិយមជាពិសេសរដ្ឋធម្មនុញ្ញជាពិសេសយើងគោរពទៅតាមអកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសទី2យើងប្រកាសក្នុងការគោរពសិទ្ធិមនុស្សសេរីភាពក្នុងការបញ្ចេញមតិជាពិសេសយើងលើកកម្ពស់សិទ្ធិនារីក្នុងការចូលរួមអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ចជាតិនិងចូលរួមនយោបាយទី3យើងធ្វើយ៉ាងណាឲ្យប្រព័ន្ធតុលាការនៅកម្ពុជាជាពិសេសធ្វើឲ្យប្រជារាស្ត្រឈប់ទទួលនៅការរងគ្រោះនៃការអំពើអយុត្តិធម៌ទាំងឡាយទី4យើងបង្កើតការងារជូនប្រជារាស្ត្រដោយពង្រឹងផ្នែកឧស្សាហកម្មនិងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុកហើយទី5នោះដែរគណៈបកហ៊ុនស៊ិនប៉ិចយើងធ្វើយ៉ាងណាបញ្ចុះនៅតម្លៃជីកសិកម្មក៏ដូចជាតម្លៃអគ្គិសនីប្រេងឥន្ធនៈជាដើមឲ្យសមស្របទៅនឹងប្រទេសជិតខាងទី6គឺយើងធ្វើយ៉ាងណាដើម្បីរកទីផ្សារនិងបញ្ចុះអត្រាការប្រាក់ជូនប្រជាកសិករបញ្ឈប់ការនាំចូលផលិតផលកសិកម្មដែលមានសារធាតុគីមីដែលបំផ្លាញសុខភាពប្រជារាស្ត្រសពថ្ងៃនេះហើយជាពិសេសយើងជំរុញនៅការអភិវឌ្ឍនៅតាមទីជនបទនិងនៅតាមបន្តព្រំដែនហើយទី7ជំរុញប្រព័ន្ធអប់រំសិក្សាធិការឲ្យកាន់តែល្អប្រសើរដើម្បីយុវជនមានការងារធ្វើហើយចំណែកវិស័យសុខាភិបាលយើងធ្វើយ៉ាងណាព្យាបាលប្រជាពលរដ្ឋឲ្យទាន់ពេលវេលាដោយក្រមសីលធម៌តែតាមមុខវិជ្ជាជីវៈហើយនឹងមិនរើសអើងឡើយទី8យើងទប់ស្កាត់បញ្ហាគ្រឿងញៀនលបែងស៊ីសងចោរកម្មក្មេងទំនើងនិងបង្កើនការអប់រំក្នុងការប្រើប្រាស់គ្រឿងញៀនដើម្បីធ្វើយ៉ាងណាលើកស្ទួយក្រមសីលធម៌ខ្មែរឲ្យទទួលបានភាពផូរផង់ឡើងវិញទី9យើងផ្ដល់ប្រាក់ខែជូនមន្ត្រីរាជការកម្មករឲ្យបានខ្ពស់ទៅតាមតម្លៃទីផ្សារបង្កើតមជ្ឈមណ្ឌលថែទាំ
ជនចាស់ចរៀនដែលមានអាយុ62ឆ្នាំទៅគឺគាត់ទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែនិងសេវាថែទាំសុខភាពជាប្រចាំផងដែរទាំងនេះជាសេចក្តីសង្ខេបនៃគោលនយោបាយរបស់គណៈបកហ៊ុនស៊ិនប៉ិចយើងក្នុងនោះគណៈបកឯកភាពជាតិខ្មែរក៏បានត្រៀមលក្ខណៈនគោលនយោបាយទាំង9ជាអតិភិបក្នុងការប្រកួតប្រជែងគោលនយោបាយជាអតិភិបទាំង9ចំណុចនោះរួមមានទី1ការលុបបំបាត់អំពើពុករលួយទាំងស្ថាប័នរដ្ឋនិងស្ថាប័នឯកជនទី2គឺការលុបបំបាត់ការជួញដូរគ្រឿងញៀននិងការរំលោភដីធ្លីឯកជននិងដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទី3គឺរកទីផ្សារកសិកម្មនិងធានាកសិផលនិងរកទីផ្សារកសិកម្មនិងប្រេងបញ្ចុះតម្លៃប្រេងឥន្ធនៈជូនប្រជាពលរដ្ឋកសិករទី4គឺការចែកបានសុខភាពជូនប្រជាពលរដ្ឋក្រីក្រដោយទទួលសេវាកម្មដោយមិនគិតថ្លៃដល់ប្រជាពលរដ្ឋដែលក្រីក្រនិងមានសង្គ្រោះមានរថយន្តសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានអ្នកឃុំមានរថយន្តសង្គ្រោះបន្ទាន់នៅតាមគ្រប់ឃុំមន្ទីរពេទ្យឃុំនិងមណ្ឌលសុខភាពឃុំទី5គឺពង្រឹងគុណភាពអប់រំសិក្សា8ម៉ោងក្នុងមួយថ្ងៃពេញនិងមិនអនុញ្ញាតឲ្យមានការបង្រៀនគួរក្នុងសាលារដ្ឋយកលុយឡើយទី6គឺដំឡើងប្រាក់ខែជូនមន្ត្រីរាជការមូលដ្ឋានឲ្យទាបបំផុតគឺ2,50,000 រៀលនិងប្រាក់ពលជូនកម្មករបាន1,50,000 រៀលទី7ពង្រឹងវិស័យយុទ្ធធម៌សង្គមការពារជនទុនខ្សោយនិងជនក្រីក្រដែលមានភាពស្មើភាពគ្នាចំពោះមុខច្បាប់ដោយមិនមានការរើសអើងឡើយទី8យើងផ្ដល់ការឧបត្ថម្ភ30,000 រៀលដល់ជនចាស់ជរាគ្មានទីពឹងគ្មានទីជម្រកនិងរៀបចំឲ្យមានការឧបត្ថម្ភអាហារទីកន្លែងជូនគាត់ឲ្យបានរស់នៅនិងកុមារកូនកសិករក្រីក្រដែលគ្មានទីពឹងក៏មានកញ្ចប់ថវិកាឧបត្ថម្ភដល់កុមារកុំឲ្យកុមាររងគ្រោះដោយសារគ្រឿងញៀនជាដើមនិងទី6អនុវត្តឲ្យគ្រប់ជ្រុងជ្រោយនៅសន្ធិសញ្ញាអនុសញ្ញានិងអនុសញ្ញាផ្សេងជាមួយជាតិនិងអន្តរជាតិបាទបើសិនជាយើងឈ្នះឆ្នោតបានធ្វើជានាយករដ្ឋមន្ត្រីគោលនយោបាយទាំង8ចំណុចទី1ដោះស្រាយចំនួនដីធ្លីនិងបញ្ហាសង្គមផ្សេងទូទាំងប្រទេសប្រកបដោយតម្លាភាពត្រឹមត្រូវនិងយុត្តិធម៌ទី2បំបត្តិអំពើពុករលួយឲ្យមានប្រសិទ្ធភាពខ្ពស់ទី3កាយតម្រូវប្រព័ន្ធតុលាការឲ្យមានយុត្តិធម៌ពិតប្រាកដទី4កាយតម្រង់ប្រព័ន្ធកសិកម្មនិងរៀបចំប្រព័ន្ធធារាសាស្ត្រឲ្យបានត្រឹមត្រូវដើម្បីផ្ដល់ទឹកតាមតម្រូវការរបស់ប្រជាកសិករយកទៅស្រោចស្រពស្រែចម្ការរបស់ពួកគាត់និងកាត់បន្ថយទឹកជំនន់តាមខេត្តក្រុងទូទាំងប្រទេសទី5រកទីផ្សារសម្រាប់កសិផលនិងឧស្សាហផលដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករនិងកម្មករទី6កាយតម្រង់ប្រព័ន្ធសុខាភិបាលឲ្យមានប្រសិទ្ធភាពល្អប្រសើរឡើងវិញទី7កាយតម្រង់ប្រព័ន្ធអប់រំឲ្យល្អប្រសើរត្រូវមានម៉ោងសម្រាប់ព្រះសង្ឃបង្រៀនកូនសិស្សអំពីសាសនានិងគុណធម៌ផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់សម្រាប់និស្សិតដើម្បីជួយឲ្យពួកគាត់បានបញ្ចប់ការសិក្សាទី8អ្នកនយោបាយត្រូវមានសញ្ជាតិតែមួយគឺខ្មែរពីកំណើតសម្រាប់គោលនយោបាយគណៈបកខ្មែរអភិវឌ្ឍសេដ្ឋកិច្ចដែលគ្រោងយកមកធ្វើការប្រកួតប្រជែងនៅក្នុងអាណត្តិជ្រើសតាំងសភាជាតិទី7នេះកាលពីឆ្នាំ2018យើងមានគោលនយោបាយតែ4ចំណុចទេគឺគោលនយោបាយអភិវឌ្ឍធនធានមនុស្សទី2អភិវឌ្ឍកសិឧស្សាហកម្មទី3អភិវឌ្ឍវិស័យទេសចរណ៍និងទី4អភិវឌ្ឍសេដ្ឋកិច្ចជាតិដោយឡែកអាណត្តិនេះ
ក្រោមការប្រជុំរបស់គណៈកម្មការនយោបាយក៏ដូចជាសមាជិកទាំងអស់បានសម្រេចយើងបញ្ចូលគោលនយោបាយមួយទៀតគឺគោលនយោបាយអភិវឌ្ឍដំណើរការប្រព័ន្ធយុត្តិធម៌បាទទស្សនិកជនជាទីមេត្រីបន្ទាប់ពីបានទស្សនានៅការបង្ហាញពីកម្មវិធីនិងគោលនយោបាយរបស់គណៈបកមួយចំនួនដែលត្រូវចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី23ខែកក្កដានេះឥឡូវនេះខ្ញុំបានទៅសូមគោរពអញ្ជើញបាទទស្សនិកជនបាទមកជួបអាដាមសួរចារ៉ាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាដូចតទៅបាទជំរាបសួរអាដាមសួរចារ៉ាបាទអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាអាដាមឃើញថាគណៈបកប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាលរយៈពេល6អាណត្តិមកហើយថាតើតាមរយៈ6អាណត្តិកន្លងមកនេះតើចំណុចណានៃគោលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាដែលទទួលបានលទ្ធផលល្អជាងគេឬក៏សមិទ្ធផលលេចធ្លោជាងគេហើយចំណុចនោះបានទទួលការសាទរពីប្រជាពលរដ្ឋតែអាដាមបាទមោទនភាពជាងគេរបស់គណៈបកប្រជាជនកម្ពុជានោះគឺសន្តិភាពការអភិវឌ្ឍហើយនិងលទ្ធិប្រជាធិបតេយ្យ3នេះគឺជាចំណុចសំខាន់របស់យើងដែលបានធ្វើការអនុវត្តទៅតាមបាវចនាជាតិសាសនាព្រះមហាក្សត្រអញ្ចឹងដូច្នេះគឺជាសមិទ្ធផលគឺគណៈបកប្រជាជនកម្ពុជាបានការពារបាននៅតម្លៃរបស់រដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាតែអ្វីដែលជាលេចធ្លោសំខាន់របស់យើងនៅក្នុងបច្ចុប្បន្នភាពនេះគឺប្រជាជនមួយណាក៏បានដឹងប្រជាពលរដ្ឋមួយណាក៏បានឮដែរគឺការគ្រប់គ្រងជំងឺ COVID-19 ដែលជាជំងឺរាតត្បាតសកលនោះគឺជាចំណុចសំខាន់មួយដែលកម្ពុជាលេចធ្លោយើងបានជាប់នៅក្នុងចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេសដែលបានគ្រប់គ្រង COVID បានល្អការគ្រប់គ្រងវ៉ាក់សាំងដល់ប្រជាជនដែលអត់គិតថ្លៃហើយយើងមានវិធានការសមស្របសម្រាប់ឆ្លើយតបនៅក្នុងដំណាក់កាលនីមួយៗតាំងពីឆ្នាំ2020រហូតដល់2022អញ្ចឹងក្នុង3ឆ្នាំហ្នឹងគឺពិភពលោកដូចជាសម្រាកមួយផ្លែតប៉ុន្តែសម្រាកក្នុងភាពមួយដែលតប់ប្រមល់ដែលភ័យខ្លាចហើយកម្ពុជាក្រោមការដឹកនាំរបស់ប្រធានគណៈបកប្រជាជនកម្ពុជាដែលជានាយករដ្ឋមន្ត្រីគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនហ្នឹងលោកឆ្លើយតបគ្រប់វិធីសាស្ត្រទាំងអស់ហើយនឹងបានកំណត់យកវិធានការជាក់ស្ដែងទាន់ពេលវេលាទី2គឺអ្វីដែលយើងមានមោទនភាពនោះគឺការរក្សាលំនឹងជីវភាពក្នុងអំឡុងពេល COVID នោះគឺយើងជួយគ្រប់គ្រងបញ្ហាហានិភ័យផ្សេងៗក្រៅពីរឿងសុខភាពឬមួយហើយપણគ្រប់គ្រងអាហារូបត្ថម្ភចំណុចនេះសំខាន់ណាស់ហើយយើងធ្វើកិច្ចការហ្នឹងឲ្យបានលំហូររហូតដល់កម្មវិធីទាំងឡាយហើយនិងកម្មវិធីសង្គ្រោះទាំងឡាយបានចប់សពគ្រប់ហ្នឹងយើងមានវិធានការមួយពិសេសមួយទៀតគឺវិធីស្ដារសេដ្ឋកិច្ចក្រោយ COVID អញ្ចឹងនេះជាភាពរឹងមាំមួយដែលពិភពលោកប្រទេសណាក៏ដូចប្រទេសណារឿងនេះរឿង COVID ជារឿងថ្មីទាំងអស់ប៉ុន្តែយើងមានភាពច្បាស់លាស់អញ្ចឹងដូច្នេះបញ្ជាក់នៅភាពចាស់ទុំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានគណៈបកប្រជាជនកម្ពុជាជាអ្នកនៅគ្រប់គ្រងរាជរដ្ឋាភិបាលនោះអញ្ចឹងដូច្នេះហើយយើងឃើញថាសេដ្ឋកិច្ចនៅក្រោយ COVID ហ្នឹងគឺវាងើបឡើងក្នុងទម្រង់ V អក្សរ V អក្សរ V មានន័យថាយ៉ាងម៉េចដែរអាដាមមានន័យថាការរៀបចំទម្រង់អក្សរ V បានន័យថាវាឡើងយ៉ាងឆាប់រហ័សមកវិញព្រោះ2020យើងធ្លាក់ដល់ទៅ3%ឯណោះដល់ពេលឆាប់2021ក្រោយពីយើងស្គាល់ថា COVID ជាអ្វីហើយគឺយើងឃើញថាវាកើតឡើងតើគួររស់នៅក្នុងស្ថានភាពថ្មីរបៀបណាអញ្ចឹងកិច្ចការនេះគឺការគ្រប់គ្រងសេដ្ឋកិច្ចមានតម្លៃខ្ពស់ធ្វើឲ្យ2021យើងបានឡើងដល់ទៅ5.2% ឡើងវិញហើយ2022កន្លងទៅនេះយើងឡើងដល់ទៅ 5.6% អញ្ចឹងធនាគារអន្តរជាតិធនាគារពិភពលោកធនាគារអភិវឌ្ឍន៍អាស៊ីទាំងអស់គ្នាគឺវាតម្លៃថាកម្ពុជាធ្វើបានល្អហើយយើងឆ្លើយតបចំចំពោះសភាពការនៅក្នុងពេលមានគ្រាអាសន្នហើយយើងខំប្រឹងជំរុញសេដ្ឋកិច្ចរបស់យើងឲ្យបានកើនឡើងនេះជាបង្ហាញនៅភាពចាស់ទុំរបស់គណៈបព្វជិជនកម្ពុជាដែលបានជោគជ័យក្នុង6អាណត្តិហ្នឹងគឺភាពចាស់ទុំនៅក្នុងការដឹកនាំហើយមិនជួលច្បល់នៅក្នុងពេលមានសភាពការអាសន្នខ្ញុំក៏ចង់ជម្រាបជូនដែរថាបងប្អូនប្រជាជនក៏បានទទួលផលប្រយោជន៍ពីការគោលនយោបាយធំនិងសុខុមាលភាពពេលមានគ្រាអាសន្នហ្នឹងហើយគ្រាន់តែ3ឆ្នាំកន្លងមកនេះគឺយើងគិតថារាជរដ្ឋាភិបាលរបស់យើងហៅរាជរដ្ឋាភិបាលមានមាយាទសំលុយសល់ប្រមាណគឺដាក់ទៅលើប្រជាជនទាំងអស់អញ្ចឹងផលប្រយោជន៍ប្រជាជនយើងគិតថា
ក្នុងរយៈពេល3ឆ្នាំនេះរដ្ឋាភិបាលចាយមិនតិចជាង$1000 លានទេដើម្បីសង្គ្រោះប្រជាជនសង្គ្រោះភាពអត់ឃ្លានសង្គ្រោះដល់កសិករសង្គ្រោះដល់សហគមន៍ហើយជាពិសេសគឺប្រជាជនដែលរងគ្រោះដោយផ្ទាល់នៅក្នុងបន្ទាត់នៃភាពក្រីក្រមួយដែលគាត់ទៅឆ្លងផុតពីភាពក្រីក្រឥឡូវត្រឡប់ទៅវិញដោយសាររឿងបញ្ហាកូវីដនេះវាធ្វើឲ្យអខាននៅដំណើរការសេដ្ឋកិច្ចទាំងឡាយអញ្ចឹងដូច្នេះគឺគណៈបព្វជិជនកម្ពុជាហើយរដ្ឋាភិបាលដឹកនាំនៅគណៈបព្វជិជនកម្ពុជាហ្នឹងគឺបានយកលុយបំរុងដែលរឿងបានរក្សាទុកយកមកប្រើប្រាស់ចំពេលវេលាបាទហើយចំណុចមួយទៀតគឺយើងឃើញថាការអន្តរាគមន៍នឹងរក្សានៅការសន្យាមួយថាយើងនឹងព្យាយាមឲ្យប្រាក់ខែរបស់មន្ត្រីរាជការហើយនិងបុគ្គលិកទោះបីថាវាយឺតតិចមែនប៉ុន្តែនៅតែមានការថ្លៃឡើងជារៀងរាល់ឆ្នាំរហូតដល់បុគ្គលិកកម្មករយើងគឺថាយើងបានដល់ប្រាក់អបបរមា$200ឬក៏200បូកហើយ206ឬ212មិនទាន់បូកប្រាក់អត្ថប្រយោជន៍ផ្សេងដូចជាការដឹកជញ្ជូនប្រាក់សុខភាពប្រាក់ថែទាំកូនមានច្រើនណាស់ប៉ុន្តែអ្វីដែលថែមយើងចង់បញ្ជាក់នោះជាចំណុចពិសេសថែមមួយទៀតគឺទោះបីយើងក្រោយពីកូវីដហើយគឺរាជរដ្ឋាភិបាលបានបន្ថែមគោលនយោបាយពិសេសមួយទៀតគឺថាកម្មការីលោកអាចទទួលនៅប្រាក់សោធននិវត្តន៍ដោយមន្ត្រីរាជការដែរបាទនេះជាចំណុចដែលយើងបានអភិវឌ្ឍបន្ថែមទៅទៀតដែលជាមោទនភាពនៃសុខុមាលភាពនិងសន្តិសុខសង្គមរបស់កម្ពុជាយើងបានក៏ពង្រឹងចំណុចកិច្ចការអន្តរាគមន៍នៅការរក្សាថ្លៃកសិករថ្លៃផលិតផលកសិកម្មជូនដល់កសិកររបស់យើងហើយនឹងគ្រោងនៅការបណ្ដុះបណ្ដាលជំនាញកសិករជាច្រើនទៀតដើម្បីបំពេញបន្ថែមទៅលើស្ថានភាពនៃការអភិវឌ្ឍសម័យទំនើបហើយដោយសារសម័យទំនើបនេះក៏ត្រូវការកសិកម្មទំនើបដែរអ្វីទំនើបមែនបានន័យថាមនុស្សវាកាន់តែកើតតែកាពះក៏វាកាន់តែច្រើនតែការផលិតដីយើងមានសល់តែប៉ុណ្្នឹងនេះអញ្ចឹងដូច្នេះវាត្រូវការទំនើបកម្មនិងវិទ្យាសាស្ត្រអញ្ចឹងចំណុចនេះហើយដែលរាជរដ្ឋាភិបាលគិតគូរទៅលើទំនើបកម្មផ្នែកបច្ចេកវិទ្យាផ្នែកកសិកម្មនេះអញ្ចឹងយើងឃើញថាការប្រឹងប្រែងជាច្រើនដែលបណ្ដុះបណ្ដាលដល់ជំនាញសម្រាប់អ្នកកសិកររបស់យើងគឺចំណុចខ្លាំងហើយមួយទៀតគឺយើងប្រឹងប្រែងភ្ជាប់ជាមួយនឹងការផលិតនិងទីផ្សារហ្នឹងឲ្យវាមានស៊ីសង្វាក់គ្នាអញ្ចឹងដូច្នេះការកសាងប្រព័ន្ធទីផ្សារយើងឃើញហើយថាយើងបានជំរុញក្នុងរយៈពេលទោះបីក្រោយកូវីដក៏ដោយក៏មុខក្នុងដំណាក់កាលកូវីដក៏ដោយយើងបានជំរុញការបើកនៅសេដ្ឋកិច្ចទីផ្សារមួយដែលយើងបើកការចរចាពិសេសជាមួយនឹងប្រទេសធំជាមិត្តនៅពាណិជ្ជកម្មសេរីដើម្បីជួយឲ្យការផលិតរបស់យើងការនាំចេញរបស់យើងហើយតម្លៃលក់របស់យើងថ្លៃលក់របស់យើងហើយតម្លៃកម្មកររបស់យើងនឹងបានត្រូវបញ្ចូលទៅក្នុងការវិនិយោគទាំងនោះហើយត្រឡប់មកវិញនៅផលប្រយោជន៍សម្រាប់ប្រាក់ហោប៉ៅម្នាក់របស់ប្រជាជនយើងបាទហើយយើងក៏បានឃើញខ្ញុំឃើញថាដោយសារសង្គមនេះយើងមោទនភាពមានច្រើនហើយក្នុងកិច្ចការសន្តិភាពនិងការអភិវឌ្ឍតែយើងក៏ត្រូវដឹងថាការចំណាយដែលធំបំផុតហើយមានតម្លៃបំផុតគឺការចាយលើប្រជាជនអញ្ចឹងការចាយលើប្រជាជននេះគឺសម្ដេចតេជោក្នុងនាមជាប្រមុខរដ្ឋាភិបាលផងមុខរាជរដ្ឋាភិបាលផងលោកគិតគូរណាស់ដល់យុវជននិងកូនដែលកើតមកអញ្ចឹងស្ត្រីដែលកើតកូននឹងមុនកើតកូននឹងទទួលនៅអត្ថប្រយោជន៍ការពិនិត្យផ្ទៃពោះពេលសម្រាប់កូនទទួលនៅប្រាក់ហៅប៉ៅដើម្បីគ្រប់គ្រងទារកការថែទាំកូននឹងរហូតដល់អាយុ2ឆ្នាំអញ្ចឹងសិតតែផែនការថ្មីមិនមែនជាការនិយាយប៉ុណ្ណឹងហើយចោលទេគឺនិយាយឲ្យធ្វើឲ្យត្រូវមានថវិកាទ្រទ្រង់ទៀតអញ្ចឹងនេះជាមោទនភាពដែលយើងបានចូលរួមដោយផ្ទាល់ក្នុងសុខុមាលភាពប្រជាជនអញ្ចឹងអ្វីដែលយើងចង់និយាយថាប្រទេសមួយដែលរីកចម្រើនបានគឺប្រទេសដែលគិតគូរសុខុមាលភាពប្រជាជនហើយគណៈបកយើងបានធ្វើច្រើនក្នុងនាមជាគណៈបកដឹកនាំអំណាចមែនយើងមិនបានភ្លេចនៅអ្វីដែលយើងបានដាក់ក្នុងគោលនយោបាយរបស់គណៈបកកន្លងមកទេបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់សំណួរទី1ហើយចំណុចដែលធំចុងក្រោយដើម្បីធ្វើការសន្និដ្ឋាននៅក្នុងសំណួររបស់លោកដួងសុខាហ្នឹងគឺយើងចង់និយាយថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណៈបព្វជិជនកម្ពុជាបានរក្សាស្ថិរភាពនយោបាយនិងពង្រឹងប្រជាធិបតេយ្យតាមរបៀបនីតិរដ្ឋហើយគ្របការពារបានរដ្ឋធម្មនុញ្ញជាតិសាសនាព្រះមហាក្សត្របាទចំណុចទាំងអស់នេះទាំង3ដែលអាយដាមបានលើកឡើងនេះគឺជាសមិទ្ធផលលេចធ្លោហើយដែលគួរជាទីមោទកភាពរបស់គណៈបព្វជិជនកម្ពុជាតាក់ទងទៅនឹងការថែរក្សាសុខសន្តិភាពការពង្រឹងនៅលទ្ធិប្រជាធិបតេយ្យជាពិសេសគឺការអភិវឌ្ឍប្រទេសយើងមើលនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតគណៈបកនីមួយៗតែងតែ
ផ្សព្វផ្សាយពីកម្មវិធីនិងគោលនយោបាយផងគណៈបកសម្រាប់គណៈបកប្រជាជនកម្ពុជាតើដោយអាដាមបានមានប្រសាសន៍មិញនេះសិតតែជាអ្វីដែលជាសមិទ្ធផលផងគណៈបកហើយក៏ដូចជាគោលនយោបាយតើគណៈបកប្រជាជនកម្ពុជាមានអ្វីដែលលើសពីកម្មវិធីនិងគោលនយោបាយផងគណៈបកទេអាដាមនៅក្នុងកំឡុងពេលឃោសនាបោះឆ្នោតនេះដើម្បីបង្ហាញទៅប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋគាត់បានជួបជ្រាបហើយបន្តបោះឆ្នោតគ្រប់គ្រងឲ្យគណៈបកប្រជាជនកម្ពុជាបាទលោកសុខាអរគុណណាស់រឿងការងារគោលនយោបាយគឺគណៈបកមានបញ្ញាញាណដើម្បីសរសេរនៅគោលនយោបាយមួយដែលអាចផ្ទេរគោលនយោបាយនេះទៅជាគោលនយោបាយជាតិនៅពេលដែលខ្លួនបានចូលរួមកាន់កាប់រាជរដ្ឋាភិបាលក្រោយការបោះឆ្នោតអញ្ចឹងដូច្នេះចំណុចសំខាន់នោះគឺធ្វើម៉េចធានាឲ្យបានថាគោលនយោបាយដែលប្រឹងសរសេរនេះយើងមានកម្មវិធីនយោបាយច្រើនណាស់សិតតែយើងមានត្រៀមរួចហើយសិទ្ធិសភៅដល់ក្បៀងក្រាស់ជាប់200ទំព័រយើងមានឯកសារជំនួយស្មារតីយើងមានគោលការណ៍ជាច្រើនទៅតាមលក្ខន្តិកៈអីទាំងអស់ហ្នឹងខ្ញុំគិតថាអ្វីដែលសំខាន់របស់យើងនៅពេលនេះគឺរក្សានៅទំនុកចិត្តរបស់ប្រជាជនដែលបានបោះឆ្នោតជូនគណៈបព្វជិជនកម្ពុជាដោយសេចក្តីទុកចិត្តរបស់ប្រជាជននេះទាំងការដឹកនាំរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាចំណុចសំខាន់មួយគឺសេវាសាធារណៈបាទយើងមានគោលនយោបាយ8ចំណុចធំយើងមានសភៅដើម្បីសម្រាប់ការពារកសាងនិងការពារមាតុភូមិកម្ពុជា2023ទៅ2028យើងមានទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំចង់សង្ខេបជូនហ្នឹងគឺថាអ្វីគឺប្រទេសយើងនីមួយៗក្នុងនាមជារដ្ឋាភិបាលក្នុងនាមជាគណៈបកកណ្ដាលអំណាចគឺយើងត្រូវធ្វើការអីក៏ដោយគឺជាសមរភាពឲ្យមានការសម្រេចជាសមរភាពជាងបានគណៈបកប្រជាជនកម្ពុជាតែងតែមានសន្និបាតរបស់ខ្លួនឬមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនវិសាមញ្ញហ្នឹងទូទាំងប្រទេសហ្នឹងគឺតែងតែលើកនៅគោលនយោបាយនិងលើកឆ្លុះបញ្ចាំងនៅអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាជនជាក់ស្ដែងនៅតាមមូលដ្ឋានអញ្ចឹងយើងយកបំណងប្រាថ្នារបស់ប្រជាជនការចង់បានរបស់ប្រជាជនហ្នឹងមកដោះស្រាយជាក់ស្ដែងដើម្បីធ្វើការកែសម្រួលគោលនយោបាយរបស់ខ្លួនឲ្យត្រូវទៅតាមសភាពការនីមួយៗអញ្ចឹងនេះជាចំណុចធំដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាប្រជាជននោះដោយមិនប្រើពាក្យសន្យាខ្យល់ទេព្រោះការងារទាំងអស់មនុស្សដែលធ្វើគណៈបកណាក៏មានលទ្ធភាពធ្វើគោលនយោបាយដែរប៉ុន្តែសំខាន់គោលនយោបាយនោះคล้ายទៅជាឧបករណ៍របស់រដ្ឋคล้ายទៅជាការបម្រើផលប្រយោជន៍ប្រជាជនបានឬអត់តែគណៈបព្វជិជនកម្ពុជាខិតខំធ្វើឲ្យនឹងកែសម្រួលទៅតាមពេលវេលានីមួយៗសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកតែងតែត្រៀមខ្លួនអភិវឌ្ឍនៅគំនិតនិងទស្សនវិជ្ជានៃការដឹកនាំតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗជារៀងរាល់ពេលតាមរយៈគំនិតផ្ដើមដែលលោកបានចាប់ផ្ដើមការអភិវឌ្ឍត្រីកោណអភិវឌ្ឍចតុកោណអភិវឌ្ឍអញ្ចឹងក្នុងដំណាក់កាលនៃការរៀបចំខ្លួនឆ្ពោះទៅកាន់អនាគតនៃក្តីសុបិនឆ្នាំ2030របស់យើងនេះដែលคล้ายជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ណាប្រទេសយើងនឹងគឺថាសម្ដេចតេជោគាត់បានគិតរួចហើយថានឹងត្រូវដើរទៅផ្លូវណាអញ្ចឹងយើងត្រូវតែបន្ថែមនៅអ្វីដែលជាគំនិតនិងជ្រុងនៃការអភិវឌ្ឍពីមុនយើងគិតត្រឹមតែ4នៃចតុកោណនេះហើយចតុកោណនឹងបានអនុវត្តតាមដំណាក់កាល1 2 3 4អញ្ចឹងទៅឥឡូវយើងចូលដល់មួយទៀតវគ្គថ្មីបើសិនជាមានការបញ្ចូលបន្ថែមនៅថ្នាក់ដឹកនាំជាយុវជនទៀតគឺយើងត្រូវគិតអំពីបច្ចេកវិទ្យាអញ្ចឹងជ្រុងទី5អាចនឹងកើតឡើងគឺយើងហៅថាបញ្ញកោណនោះវាអាចនឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យានិងការវិនិយោគដែលខ្ញុំបានលើកឡើងបំបញ្ញមិញនេះអំពីការវិនិយោគផ្នែកកសិកម្មដីដដែលអីដដែលទេប៉ុន្តែបើសិនជាយើងមានបច្ចេកវិទ្យាល្អយើងអាចនឹងផលិតបានដប់ឬបានទៅជា3ជា4នឹងទៅចំណូលវាកាន់តែគុណឡើងសម្រាប់ប្រជាជនយើងហើយអតិភិបក៏យើងបានគិតគូរដែរអំពីការកសាងនិងការពារមាតុភូមិយើង2023 2028ហ្នឹងគឺការពង្រឹងធម្មតាអធិបតេយ្យភាពជាតិសំខាន់ណាការពង្រឹងអធិបតេយ្យភាពជាតិហើយនិងឯករាជ្យភាពជាតិហ្នឹងគឺជាការបង្កើននៅទំនុកចិត្តរបស់វិនិយោគដែលយើងហៅថាការវិនិយោគផ្ទាល់គឺចំណុចនេះហើយដែលធ្វើឲ្យគេគិតថាតើគេយកលុយមកទុកនៅស្រុកយើងហ្នឹងគេសុខសប្បាយអត់គេរកស៊ីចំណេញអត់អញ្ចឹងពេលហ្នឹងហើយដែលយើងអាចទៅបង្កើនធនធានមនុស្សស្របគ្នាអញ្ចឹងការវិនិយោគលើធនធានមនុស្សក៏មិនអាចបោះបង់ចោលបានដែរធនធានមនុស្សនេះនឹងក្លាយទៅជាមូលធនមនុស្សមួយដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណៈបព្វជិជនកម្ពុជាដើម្បីនាំយកនាវារបស់យើងទៅកាន់ដំណាក់កាលថ្មីប្រជាជនរាល់ថ្ងៃនេះដូចរីករាយសប្បាយមែនទែនរឿងការរៀបចំការចុះបញ្ជីដីធ្លីជាប្រព័ន្ធកាត់បន្ថយចំនួនកាត់បន្ថយការលំបាកនៅក្នុងការផ្ទេរកម្មសិទ្ធិ
bà vì khuôn từ côn từ chơi ở trong nạ trọp nâng bởi vì côn từ chơi từ vì mà đai từ côn từ chơi nó mạch băng phun thì nó dương thua ta mà vậy là chỉ Khmer miền tầm niên tầm lọ Khmer miền chứ ta chơi to và biếm nâng mình nghi về Tây Nam miền đấy miền là Campuchia tới để bàn thưa cái sầm ruột bắp nâng chơi top côn nhiều bài ăn vật liền liền từ lứa càng nghe chuyện đây là bây giờ bây giờ chun côn này đâm mà lấy được sao tại vì liên miền tầm lọt lấy trong sông mà sầm rạ bản tính này đâm mà bàปัตตุสนิกชนจิตีมิตรยังบันนิมิตตามประสาทบอกไอ้ดอมสุจาระยังบานคืนให้ทาไอ้ดอมบานเลือกลายปีสมัติพอลสำคัญแต่บอกขณะปะปิจิชนกัมพูชีขนมนุกกเมียนจีกุลอยู่ใบพอได้คืนทาขนมระยะปีจานนัดบอกนี่ขณะปะปิจิชนกัมพูชีบานสำรัจในสมัติพอลกูจิตีโมตนะจิจานในขนมนุกไอ้ดอมสุจาระบานเลือกลายจำนวนใบจำนวนคือการไทยรักษาสันติภาพการเปิดเรื่องลัทธิปิจิตรปไตยหนึ่งการอภิวัตประเทศเอาการไต่ริจมรันไอ้ดอมสุจาระกับบานเลือกลางพอได้แต่ตรงแต่หนึ่งสมัติพอมวยเตี้ยได้ขณะปะจิจุนบานเพื่อนู่คือโครงการดึกนอมริทาพิบาลนำไปทุบสกัดการริกเดียดได้ในบัตรพิภพโลกในจำนวนโควิด-19ยังคืนทาริทาพิบาลบานทุบสกัดตอนเปวิเลียโดยมีการจับวาสังจูนไปเชียร์ปรวัตภายในครั้งนู้นก็มีการประดอเจียสเบียงหาแต่ดอไปเชียร์ปรวัตได้โรงพอลและปะปอดของได้ดำสุจาระกับบานเลือกลางพองได้ปีสมัติภาพเซนที่ครั้งนู้นมีโดยการประดอในอัฐประยาวแต่ดอกรรมกรอยู่เช็ดแต่ตรงแต่นังการดำล้างในประบิวัตไทยในครั้งนู้นก็มีมันตรีริจการพองได้โดยมีการดำล้างจีเรียงรำชรำอะไรนี้เดซาแต่เปวิลิมีนกำนัดจังยมสมสำหรับมันเตะให้มันเตะเตี้ยยืนนังมันต่อบอดสัมผัสจมูกไอ้ดำสุจาระมันต่อเตี้ยมาบ้านไอ้ดอมบันมันนี่ไอ้ดอมบานเลือกลางสมัติพอจิจ้าหรือบอกขณะปะปิจิจุนกัมพูชีให้กับโดยจิโกนอยู่ใบพอนขณะปะพองได้ยังเงี้ยตัวมือปิจิปรวัตได้จีมาจากชนาวิ่งทัตตากลองมอในปีได้เหมือนไตรขณะปะปิจิจุนกัมพูชีบานจอกตัวมูลฐานจูปกวัดทัตตาปิจิปรวัตบานเลือกจีปัญหาหรือก็สมนมโปไอ้คละตัวกันมันไตรขณะปะปิจิจุนกัมพูชีในเป็นจอกตัวมูลฐานไอ้ดอมบ่คนน่ะลูกสุขายังกึศธาbị chơi trốn cứ dương đằng pin nặng quỳ đằngนั้นก็ยังจะbị chơi trốn này chứเอาไว้đểยังจังบานเชียงกีสำหรับรัฐาพิบาลมวยได้ยังบอชนาจูนจังจีตุเตอร์คือเอาไว้để thôngยังกีแต่บอbị chơi trốnนั้นคือสกสันตเพียบนั่นไงคือแต่เธอไม่ยังในบรรทอสกสันตเพียบบานตีผู้ประชาชนมันเนี่ยคือสัตว์ฉลองกัดสังครีมเลือกเล่นแต่เนี่ยมันอายุกรอมอายุใส่สับหรือก็30 ឆ្នាំเติบไอ้ในยี่พามันมีสังครีมผู้ประชาชนยังเพจร้านจะอยู่วิจุนอยู่วิจุนยังจรามันแต่เลือกวิจัดสเปียร้อยจังพวกกัดก็ไอ้ในยี่ท่ากัดมันบานฉลองกัดสังครีมnàyจังแต่ไปเด็กกัดโจจัดเนาะให้จังบ้านคือโดยนี้คือสันติภาพหนึ่งกาพิวัตนั่นคือจะมาตีมุ้ยแต่ยังจะได้จำเรียบก็ถ้าสันติภาพหนึ่งกาพิวัตนู้จะได้บรรทอเลยระเบียบนะให้ยืนหนึ่งน้อมตุ่มนุกจัดนี่จำพวกอยู่วิจุนยืนเอาไว้ที่สำหรับวิบลเพียบถ้าวิบลเพียบเอาไว้เก๋สำหรับเนี่ยนมูลฐานมีแต่ปีแต่ทอมยังเก๋คือการเงินของพระจุมโนจังปีนึงทอมนะสมัยก็จังสดับยืงถ้ายืงนอมประกาศการเงินระเบียบไม่จุนกอดยืงนอมพระจุมโนระเบียบไม่จุนกอดจังการเงินมีกลุ่มโดยยืงขนมวิสัยว่ายืงจังวิสัยเกษตรกรรมวิสัยอุตสาหกรรมโรงจักรกัดเดโรงจักรผลิตในสบายเชิงโรงจักรผลิตสัมภาระไกลาโรงจักรดำลางรถยนต์โรงจักรประชัยวิจีโรงจักรผลิตมหาอาหารจังคือสัตว์เรื่องการเงินต่างอ๋อเรื่องที่ปีเด็กก็จังดังครั้งใดก็คือปัญหาการเดลอนาคตโกนใจหรือบอกก่อนถ้าอนาคตโกนใจแต่จะโกนเขมรตำการเนี่ยดอลเตจะกบมาดอลเตจะอยู่วิจุนดอลเตจะนิสิตถ้าพวกเกมีนสลาเรียนละออดจังคุณภาพอบรมคือเชื่อกตาสำคัญนะจังมันยังเคยตาขณะปะจุนกรรมชี้บานวิยุอย่างท่อมให้บังการถักวิกายอย่างคลั่งตะลือกระทรวงอบรมให้ในวิสัยเปียปอนในวิสัยอบรมเนาะนำไปเอาช่วยเธอไม่บังการในคุณภาพในทุนเทียนมนุษย์คุณภาพในกำลังพลกรรมได้มีจุดเนียนจังที่ทุเตอร์ยังใจแต่ปลาเปียปีคือการศึกษาอบรมให้นังการบังการอยู่จุดนี้วิชัยชีวิตจังจุดนี้คือจุดนี้แต่ยังไอทั่วไอประเทศยังมีสุขมาลพิบนังบิบอลพิบเพราะการมากอยังมันทัดในขนมการมากอได้ให้มาคืนจุดนี้โดยการไปมาพายชนะมุนหรือก็สร้างชนะมุนได้ใช้การมากอทำไมนู้คือน้ำหม่อมเปียมปอนโดยไอสรอบแต่เนื่องประชิดวิชีได้กำปงในการล้างในการบุชีติด
ហើយនឹងពិភពលោកទៀតអញ្ចឹងវាមិនអាចទៅតែម្នាក់ឯងទេព្រោះកម្ពុជាយើងក៏មិនមែនម្នាក់ឯងទេវាត្រូវតែនៅក្នុងពិភពលោកឥឡូវគេប្រើប្រាស់បាញ់ពីបញ្ហាឧស្សាហកម្ម 4.0 អញ្ចឹងដូច្នេះសេដ្ឋកិច្ច digital សង្គម digital អញ្ចឹងប្រជាជននឹងមិនយល់ទេគាត់ថាចុះពាក្យ digital នឹងមិនទៅអីទៅគឺនិយាយសួរស្ដាប់គឺការរស់នៅក្នុងរបត់មួយនៃបច្ចេកវិទ្យាទំនើបដូចពីមុនមកយើងចង់ហូបអីយើងត្រូវជិះម៉ូតូទៅតែឥឡូវយើងចង់ហូបអីនៅផ្ទះយើងចុចតែ application ទូរស័ព្ទមួយទៅអានម្ហូបហ្នឹងគេដឹកមកដល់ផ្ទះអាហ្នឹងឯង digital នោះមិនបាច់ទៅគិតយូរទេ digital នឹងស្អីនោះ digital ហ្នឹងយើងកំពុងរស់ក្នុង digital ហើយក្រោយជាពិសេស COVID នេះបានបង្រៀនឲ្យយើងរស់ក្នុង digital អញ្ចឹងបានក្រសួងរាជរដ្ឋាភិបាលសម្ដេចតេជោដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការបានបង្កើតនៅអគ្គនាយកដ្ឋានមួយកិច្ចការសេដ្ឋកិច្ច digital ក្រសួងទូរគមនាគមន៍ក្រសួងវិទ្យាសាស្ត្ររំដុំគ្នាបានបង្កើតនៅសាលាបណ្ដុះបណ្ដាលផ្នែក IT ផ្នែកព័ត៌មានវិទ្យាអញ្ចឹងចំណុចនេះជាចំណុចដែលយើងត្រូវគិតថាជាការដែលចង់ដឹងរបស់ប្រជាជននៅតាមមូលដ្ឋានអញ្ចឹងពេលដែលគណៈបព្វជិជនកម្ពុជាមន្ត្រីយើងចុះទៅប្រាប់ក្រៅរឿងទី1ដែលខ្ញុំបាននិយាយរឿងទី2ដែលខ្ញុំបាននិយាយវាត្រូវមានរឿងគេហៅមូលដ្ឋានរឿងគ្រឹះមូលដ្ឋានគ្រឹះប្រជាជនត្រូវការអីទឹកភ្លើងបាទទឹកភ្លើងផ្លូវហើយចំណុចនៃការអប់រំសុខភាពអញ្ចឹងអាទាំងអស់ទាំង5ហ្នឹងយើងចាប់ដើមធ្វើហើយក៏យើងមិនមែនធ្វើឥឡូវណាយើងចាប់ដើមធ្វើតាំងពីគណៈបព្វជិជនបានកាន់អំណាចមកនោះបាទអញ្ចឹងវាមិនមែនគិតថាសន្យាមួយថ្ងៃធ្វើបានទេអញ្ចឹងវាត្រូវមានដំណរភាពអញ្ចឹងដំណរភាពនេះប្រជាជនដឹងហើយទៅដូចជាតហោទឹកស្អាតគឺយើងទៅ2023យើងបាន 90% ហើយទៅដល់គ្រប់ភូមិក្រុមសុខមិនមែនគ្រប់ឃុំទេគ្រប់ភូមិនោះគឺយើងដល់ 90% ហើយបាទភ្លើងយើងគិតថាឲ្យបាន2023នេះឬ2025ដល់ 100% ឥឡូវយើងបាន 99% ហ្នឹង 1% ហ្នឹងវានៅខ្វះតាមណាភូមិនៅដាច់ស្រយាលពេកភូមិនៅទឹកពេកភូមិនៅកោះអញ្ចឹងវាពិបាកយើងត្រូវបន្ថែមភ្លើងទៅទាំងខ្សែទៅហ្នឹងអញ្ចឹងប្រជាជនចង់បានអាជាក់ស្ដែងអញ្ចឹងហើយយើងអភិវឌ្ឍពីផ្លូវដីក្រហមទៅពីមុនអត់ផ្លូវទៅផ្លូវដីក្រហមឥឡូវពីផ្លូវដីក្រហមទៅផ្លូវបេតុងឥឡូវនេះផ្លូវស្រុកគឺត្រូវតែឡើងទៅកស៊ូហើយអញ្ចឹងអានេះចំណុចហ្នឹងហើយដែលយើងចង់និយាយថាប្រជាជនគាត់ចង់បានអាជាក់ស្ដែងអញ្ចឹងហើយអ្វីដែលគាត់ជឿជាក់នោះគឺក្រៅពីហេតុសារសម្ព័ន្ធជាក់ស្ដែងគាត់ចង់ឃើញថាតើយើងប្រាប់ថានៅកូនចៅគាត់ហ្នឹងទៅរៀននៅវិទ្យាល័យហ្នឹងអាចត្រឹមឃុំបានអត់មិនដល់ស្រុកទេឥឡូវវិទ្យាល័យនិងអនុវិទ្យាល័យទៅដល់ឃុំហើយបឋមសិក្សាហ្នឹងគឺទៅដល់ភូមិហើយអញ្ចឹងនេះជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅតាមគោលនយោបាយនីមួយៗនៅក្នុងផ្នែកជំនឿគឺយើងបានឃើញថាជាទូទៅមួយឃុំមានពី2វត្តទៅ3វត្តទៅហើយសឹងថាវត្តហ្នឹងមានសឹងគ្រប់ភូមិទៅហើយយើងមានជាង 10000 ភូមិឥឡូវយើងមានវត្តជាប់ 5000 វត្តទៅហើយអញ្ចឹង3ភូមិមកយើងនិយាយស្មណា3ភូមិមានវត្តមួយបាត់ហើយហើយជំនឿអ៊ីស្លាមសាសនាគឺគាត់បានធ្វើកន្លែងទីសក្ការៈរបស់លោកគឺខាងអ៊ីស្លាមក៏គាត់បានរីកចម្រើនសុខសប្បាយរបស់គាត់ខាងគ្រិស្តសាសនាក៏គាត់មានឆើចមានសាលាគ្រិស្តសាសនារបស់គាត់ហើយដើរបង្រៀនដល់គ្មាននរណាគំរាមកំហែងនេះជាសេរីភាពធំណាស់នេះហើយជាប្រជាធិបតេយ្យដែលយើងបានធ្វើទៅតាមគោលនយោបាយទៅតាមគោលការណ៍របស់រដ្ឋធម្មនុញ្ញដែលបានចែងហើយអ្វីដែលយើងចង់និយាយថែមទៀតនោះប្រជាជនមូលដ្ឋានគាត់ចង់បានគឺធ្វើម៉េចឲ្យការដូរការរបៀបធ្វើការបន្តិចពីមុនមករោងចក្រនៅទៅតាមទីក្រុងទេអញ្ចឹងប្រជាជនហត់ពិសេសមកអស់អញ្ចឹងពេលខ្លះគាត់ត្រូវចំណាយច្រើនចំណាយការស្នាក់នៅហូបចុកនិងធ្វើដំណើរប៉ុន្តែបើសិនជាយើងបង្ខិតរោងចក្រឲ្យទៅដល់ភូមិវិញអាហ្នឹងដល់ដំណាក់កាលជាការងាយស្រួលគាត់ចំណេញបានច្រើនចំណេញការស្នាក់នៅគាត់បានស្នាក់នៅជាមួយនឹងផ្ទះរបស់គាត់បានរស់នៅពេលបាយល្ងាចបាយអីជាមួយនឹងក្រុមគ្រួសារគាត់ហើយការធ្វើដំណើរគាត់កាត់បន្ថយព្រោះគាត់មានមធ្យោបាយក្នុងភូមិឃុំគាត់បានស្រួលអញ្ចឹងអាហ្នឹងក៏អាចចំណេញបាន$30ទៅ$50ទៀតដែរបាទឬក៏ថា20,000 រៀលទៀតដែរអាហ្នឹងគឺជាការបន្ថែមដ៏អត់ដឹងខ្លួននៅពេលដែលគោលនយោបាយយើងចាប់ដើមពង្រឹងឃើញថាប្រជាជនហើយនឹងអ្នកវិនិយោគចាប់ដើមគិតគូរទៅលើសុខុមាលភាពប្រជាជនអញ្ចឹងការយកគាត់ពីខេត្តពីភូមិពីស្រុកមកនៅរាជធានីជុំវិញយូរច្រើនពេកក៏មិនល្អដែរអញ្ចឹងជូនរោងចក្រប្រខិតទៅដល់ភូមិវិញនឹងជាចំណុចនៃការបដូររបៀបធ្វើការគិតមានហើយបើនៅសល់របៀបធ្វើយើងទៅម្ដងតិចព្រោះយើងបង្ហឹងខ្លាំងពេកយើងសកត់ខ្លាំងពេកក៏អ្នកវិនិយោគគេអត់នៅមួយយើងដែរអញ្ចឹងនេះជាចំណុចដែលយើងត្រូវឆ្លើយតបនឹងជាក់ស្ដែងជាមួយនឹងប្រជាជននៅមូលដ្ឋានហើយយើងពង្រឹងមួយទៀតគឺឃ្លាំងស្តុកទំនិញសម្រាប់កសិផលនេះជាចំណុចធំណាក្រៅពីយើងចង់បានផ្សារយើងចង់បានអីចឹង
ពេលខ្លះប្រជាជនគាត់ថាធ្វើផលិតផលមកច្រើនប៉ុន្តែលក់ទៅបានថោកឬពេលខ្លះគេអត់ទិញប៉ុន្តែឥឡូវអត់ទេយើងមានឃ្លាំងបាទយើងមានឃ្លាំងយើងទុកពេលវេលាល្អយើងលក់អញ្ចឹងដូច្នេះតម្លៃវាអាចស្មើច្រើនជាងមុនហើយការទទួលខុសត្រូវរបៀបកែបកិច្ចសន្យាចំពោះប្រជាជនគឺវាអាចល្អជាងមុនផ្លូវដឹកលឿនជាងមុនអញ្ចឹងចំណុចនេះហើយដែលជាចំណុចឆ្លើយតបនឹងចិត្តស្ដីនឹងប្រជាជនបាទអាដាមឃើញថាសមិទ្ធផលច្រើនណាស់ដែលអាដាមបានរៀបរាប់អញ្ចឹងសម្រាប់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7នៅថ្ងៃទី23ខែកក្កដានេះតាមរយៈសមិទ្ធផលទាំងអស់នេះតើគណៈបកប្រជាជនកម្ពុជារំពឹងថានឹងទទួលបានអាសនៈសភាចំនួនប្រមាណដែរអាដាមខ្ញុំគិតថាប្រជាជនភាគច្រើនស្រឡាញ់សម្ដេចតេជោហ៊ុនសែនបាទអញ្ចឹងលោកអត់ចង់ឲ្យសម្ដេចតេជោទៅណាអញ្ចឹងលោកចេះតែគ្រប់គ្រងតទៀតហើយយើងបាន6អាណត្តិហើយសម្ដេចនាយករដ្ឋមន្ត្រីធ្វើបានប៉ុណ្ណឹងហើយមិនដែលហត់ចោលប្រជាជនផងអញ្ចឹងសម្ដេចតេជោឲ្យតែពេលលំបាកកាន់លំបាកកាន់តែនៅជាមួយប្រជាជនអញ្ចឹងខ្ញុំគិតថាការរំពឹងទុកយើងឈ្នះច្រើនទៅតាមបើសិនជាយើងប្រៀបធៀបទេគាត់ប្រៀបធៀបវិទ្យាសាស្ត្រទៅតាមលទ្ធផលនៃឃុំសង្កាត់កាលពីឆ្នាំ2022ជ័យជំនះនេះមិនទាន់ទៅណាទេអញ្ចឹងដូច្នេះវាមានតែបូកថែមបាទអាចថាជាជ័យជំនះលើសលប់អញ្ចឹងណាបាទជ័យជំនះលើសលប់ហើយយើងមានសង្ឃឹមថាគណៈបកនីមួយដែលមានលទ្ធភាពចូលរួមប្រកួតប្រជែងក៏គេនឹងមានលទ្ធភាពរបស់គេដែរប៉ុន្តែយើងសង្ឃឹមថាយើងនឹងមានលើសពី100កៅអីបាទលើសពី100កៅអីហើយអាដាមនៅពេលដែលគណៈបកប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុខនេះតើបន្ទាប់ពីឆ្នោតហើយតើគណៈបកប្រជាជនកម្ពុជានឹងធ្វើអ្វីមុនគេដើម្បីជាប្រយោជន៍ដល់ប្រជាជាតិហើយជាពិសេសដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែរនោះបាទចំណុចនេះគឺជាចំណុចសំខាន់ណាព្រោះមុនគេសម្រាប់អ្នកឈ្នះឆ្នោតសម្រាប់ប្រជាជនដែលរំពឹងទុកគឺក្តីសង្ឃឹមហើយនឹងការផ្ដល់នៅក្តីញញឹមថ្មីជាងក្តីសង្ឃឹមនិងក្តីញញឹមថ្មីនោះគឺប្រជាជនចង់ឃើញថាសម្ដេចតេជោបានរៀបចំអ្នកបន្តវេនហើយឬនៅបាទអញ្ចឹងការរៀបចំអ្នកបន្តវេនជាចំណុចសំខាន់ដែលប្រជាជនចង់មើលចង់ស្ដាប់ទាំងអស់គ្នាហ្នឹងថាគណៈបព្វជិជនកម្ពុជាមានមារយាទអត់គណៈបព្វជិជនកម្ពុជាហើយមិនមែនតែគណៈបព្វជិជនកម្ពុជាគឺគ្រួសារសម្ដេចតេជោហ៊ុនសែនទាំងមូលគឺគោរពនៅតម្លៃប្រជាធិបតេយ្យគោរពនៅតម្លៃរដ្ឋធម្មនុញ្ញជាតិសាសនាព្រះមហាក្សត្ររបស់យើងអញ្ចឹងយើងនឹងរក្សានៅនិយមន័យមួយយ៉ាងច្បាស់លាស់ថាអំណាចនៅកម្ពុជាគឺត្រូវតែសម្រេចដោយការបោះឆ្នោតចូលក្នុងហឹបឆ្នោតនេះជាទស្សនវិស័យរបស់សម្ដេចតេជោតែម្ដងអញ្ចឹងដូច្នេះអ្វីដែលយើងឃើញគឺសម្ដេចតេជោគណៈបព្វជិជនកម្ពុជាទាំងមូលគឺប្រឹងប្រែងណាស់ដើម្បីរៀបចំអ្នកបន្តវេនអញ្ចឹងយុវជនទាំងអស់ដែលបានចូលរួមសកម្មភាពជាមួយនឹងគណៈក្រុមការងារផ្សេងរបស់យុវជនបណ្ដាញយុវជននៅនេះគឺឃើញថាគាត់បានខំប្រឹងបញ្ចេញសមត្ថភាពបាទព្រោះការមានសញ្ញាបត្រមួយមុខវាជាឧត្តមភាពរបស់គ្រួសារហើយមោទនភាពរបស់ពុកម្ដាយហើយប៉ុន្តែវាត្រូវមានបទពិសោធន៍ការងារហើយយើងក៏បានចម្រាញ់អស់ទៀតនៅក្នុងចំណោមយុវជនទាំងឡាយដើម្បីចូលរើសបេក្ខជននៅក្នុងតំណែងស្នូលôngថាបើសម្ដេចតេជោលោកថាលោកគិតថាតំណែងស្នូលរបស់យើងទៅពីណាអញ្ចឹងមិនមែនសម្ដេចតេជោលោកចាត់តាំងទេគឺត្រូវមានការទុកចិត្តនៅក្នុងគណៈបកយើងការទុកចិត្តរបស់គណៈបកគឺតាមការដែលយើងអនុម័តនៅសន្និបាតវិសាមញ្ញនៅលើកទី43ឆ្នាំ2021គឺយើងទុកចិត្តលើអាដាមហ៊ុនម៉ាណែតបាទអាដាមហ៊ុនម៉ាណែតរបស់យើងគឺបានធ្វើកិច្ចការយ៉ាងប្រសើរសម្រាប់ប្រជាជនលោកបានបង្ហាញនៅស្នាដៃលោកបានបង្ហាញនៅការលះបង់ដើម្បីជាតិសាសនាព្រះមហាក្សត្រលោកបានពង្រឹងការកែតម្រង់កងទ័ពលោកបានចូលរួមការពារអាយុជីវិតប្រជាជនពេលគ្រាមានអាសន្នក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺ Covid សកលលោកបានចូលរួមក្នុងកិច្ចការសង្គមសាសនាទាំងអស់សេដ្ឋកិច្ចទាំងអស់ដើម្បីគិតគូរអំពីអត្ថប្រយោជន៍នៅអនាគតអញ្ចឹងការរៀបចំអ្វីដែលជាការផ្ដល់ជូនប្រជាជនទៅពីអនាគតគឺគណៈបព្វជិជនកម្ពុជាបានរៀបចំការបន្តវេនមួយដោយសន្តិភាពបាទការបន្តវេនមួយដោយមានការទុកចិត្តការបន្តវេនមួយដោយមិនមានការភ័យខ្លាចសម្រាប់ប្រជាជនយើងទំនុកចិត្តនេះហើយគឺជាចម្លើយសម្រាប់ប្រជាជនអ្នកបោះឆ្នោតរបស់យើងបាទអរគុណអាយដាមសុចារាដែលបានផ្ដល់បទសម្ភាសន៍ដោយសារតែពេលវេលានៃកម្មវិធីមានកំណត់ចឹងខ្ញុំសូមបញ្ចប់បទសម្ភាសន៍ណាបាទអរគុណអាយដាមបាទទស្សនិកជនជាទីមេត្រីមិញនេះតាមប្រសាសន៍របស់អាយដាមសុចារាអាយដាមបានលើកឡើងថាគណៈបកប្រជាជនកម្ពុជានឹងគឺបាន
ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃើញថាប្រជាពលរដ្ឋបានលើកឡើងតាក់ទងទៅនឹងការអភិវឌ្ឍភូមិឃុំរបស់គាត់អញ្ចឹងនៅក្នុងអាណត្តិរបស់ខ្លួនគណៈបកប្រជាជនកម្ពុជាបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយើងឃើញថាមានផ្លូវទឹកភ្លើងហើយនៅក្នុងនោះគណៈបកប្រជាជនកម្ពុជាក៏បានធ្វើឲ្យប្រសើរឡើងផងដែរនៅក្នុងវិស័យអប់រំជាពិសេសគឺការអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ដល់ចំណេះដឹងទៅឲ្យពួកគាត់ទាំងចំណេះដឹងនៅក្នុងនោះក៏មានចំណេះដឹងផ្នែកបច្ចេកវិទ្យាផងដែរអាដាមស៊ូចារ៉ាបានលើកឡើងថាសម្រាប់ទៅមុខទៀតគណៈបកប្រជាជនកម្ពុជាគឺបានរៀបចំអ្នកបន្តវេនដោយស្របច្បាប់រួចហើយក៏ទៅតាមលទ្ធិប្រជាធិបតេយ្យផងដែរគឺអាដាមបណ្ឌិតហ៊ុនម៉ាណែតអាដាមស៊ូចារ៉ាបានលើកឡើងថាតាមរយៈបាទសមិទ្ធផលហើយនឹងគោលនយោបាយដែលគណៈបកប្រជាជនកម្ពុជាបានសម្រេចកន្លងមកគណៈបកប្រជាជនកម្ពុជារំពឹងថានឹងទទួលបានអាសនៈបាទលើសពី100អាសនៈនៅរដ្ឋសភាបាទដោយសារតែពេលវេលានៃកម្មវិធីមានកំណត់ចឹងខ្ញុំបាទសូមបញ្ចប់កម្មវិធីហើយខ្ញុំបាទក៏សូមគោរពអញ្ជើញបាទប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ2022ទៅបោះឆ្នោតឲ្យបានគ្រប់គ្នាបាទនៅថ្ងៃអាទិត្យទី23ខែកក្កដានេះខ្ញុំបាទក៏សូមជម្រាបផងដែរថាកម្មវិធីមួយសន្លឹកដើម្បីអនាគតយើងមានផ្សាយផ្ទាល់បាទរៀងរាល់ថ្ងៃសុក្រវេលាម៉ោង8យប់នៅលើកញ្ចក់ទូរទស្សន៍ CNC និងបណ្ដាញ Facebook និង Telegram របស់ CNC បាទសម្រាប់ពេលនេះបាទខ្ញុំបាទឌួងសុខាដែលជាអ្នកសម្របសម្រួលនិងអាដាមស៊ូចារ៉ាបាទសូមអរគុណនិងសូមគោរពលា